ជំរាបសួរថ្ងៃនេះខ្ញុំសូមបង្ហាញរបៀបធ្វើដំណាប់ត្រលឹងទឹងមួយបែបទៀតដែលមានរសជាតិផ្អែមហឹរហើយជូរតិចៗដោយសារផ្ទះនាងខ្ញុំគឺមានផ្លែត្រលឹងទឹងច្រើនដូច្នេះនាងខ្ញុំមិនចង់ឲ្យវាធ្លាក់ចោលដោយឥតប្រយោជន៍នាងខ្ញុំក៏យកមកច្នៃធ្វើជាដំណាប់ទៅបន្ទាប់ពីនាងខ្ញុំបេះផ្លែត្រលឹងទឹងយកមកគៀបយកទឹកញ៉ាំជាមួយនឹងទឹកដោះគោហើយសល់សាច់វានាងខ្ញុំក៏យកវាទៅធ្វើដំណាប់ហើយក៏ចង់បង្ហាញរូបមន្តថ្មីៗដើម្បីជាប្រយោជន៍ទៅដល់បងប្អូនខ្មែរយើងចំនួនក្រោយៗផងដែរបន្ទាប់ពីគៀបទឹកត្រលឹងទឹងចេញអស់ហើយនាងខ្ញុំយកវាទៅថ្លឹងគឺទម្ងន់កន្លះគីឡូនាងខ្ញុំថ្លឹងស្ករសដាក់3ខាំកន្លះដាក់ស្ករសចូលរួចហើយគឺត្រូវគ្របវាទុកចោលរយៈពេល24ម៉ោងដើម្បីឲ្យផ្លែត្រលឹងទឹងស្រស់ស្រូបយកជាតិស្ករចូលឲ្យវាផ្អែមសម24ម៉ោងក្រោយមកពេលបើកគម្របមើលឃើញថាស្ករសគឺរលាយចូលទៅក្នុងសាច់ត្រលឹងទឹងល្អដូច្នេះនាងខ្ញុំក៏ចាក់ចូលក្នុងឆ្នាំងហើយរំងាស់វារហូតទាល់តែពុះបន្តិចទើបស្រង់ដំណាប់ត្រលឹងទឹងដាក់មួយអន្លើហើយបន្តរំងាស់ទឹកស្កររហូតទាល់តែរាងខាស់បន្តិចពេលនេះទឹកស្ករខាស់ហើយខាប់ល្អបិទភ្លើងហើយយកទឹកស្ករដែលខាស់នេះមកចាក់នៅលើសាច់ត្រលឹងទឹងហើយទុកវារយៈពេល15នាទីបន្ទាប់មករៀបវាដាក់នៅលើថាសហើយយកវាទៅហាលរយៈពេល1ថ្ងៃឬក៏2ថ្ងៃតាមថ្ងៃដែលយើងមានថ្ងៃល្អឬអត់បន្ទាប់ពីហាលស្ងួតល្អហើយនាងខ្ញុំក៏យកវាមកប្រឡាក់ជាមួយនឹងស្ករហើយក្នុងចានស្ករនេះគឺនាងខ្ញុំដាក់ម្ទេសហុយចូលដាក់ស្ករហើយនឹងអំបិលបន្តិចឥឡូវដំណាប់ត្រលឹងទឹងដែលមានរសជាតិផ្អែមហឹរជូរតិចៗបានរួចរាល់ហើយសាច់វាគឺថាស្វិតល្អអាចច្រកកែវទុកបានរយៈពេលយូរនៅពេលដែលមានការជួបជុំមិត្តភ័ក្តិអាចយកមកញ៉ាំបានគឺថាឆ្ងាញ់ជាប់មាត់ញ៉ាំហើយគឺចង់ញ៉ាំទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់